នោះគឺសេសាមីន X ABC បាទបងប្អូនណាចឹងប្រិមិត្តដែលគាត់ជាអតិថិជនដែលគាត់ធ្លាប់ញ៉ាំសេសាមីន X ABC កន្លងមកបាទប្រកាសជាដឹងអំពីគុណភាពនិងប្រសិទ្ធភាពរបស់សេសាមីន X ABC ហើយបងប្អូនយើងណាពួកសេសាមីន X នេះគឺយើងបានបន្ថែមជាមួយនឹងបរិមាណកំពីងល្ងខ្មៅបងប្អូនយើងគឺគុណនឹង10តែម្ដងប្រិមិត្តហើយការផលិតហ្នឹងគឺបែបស្តង់ដាររបស់ប្រទេសជប៉ុនបងប្អូនណាទីតាំងផលិតរបស់យើងនៅខាង Malaysia បងប្អូនយើងដោយសេសាមីន X ដូចកន្លងមកក៏លោកប្រម៉ូសិនណោះប្រិមិត្តនិយាយទៅគឺថាតបាញ់តែងយកមួយថ្ងៃអស់លេងបងប្អូនទៅគាត់ទិញព្រោះដោយសារគាត់ហូបត្រូវច្រើនគាត់ញ៉ាំត្រូវច្រើនបងប្អូនយើងពេលយើងអាយុច្រើនទៅគឺយើងចាប់ផ្ដើមប្រឈមមុខពាក់ព័ន្ធជាមួយនឹងបញ្ហាឆ្អឹងដូចចកេះដូចក្បាលជង្គង់ដូចអីនេះអូយបងប្អូនយើងឈឺអាក្រក់ណាស់និយាយទៅពេលវាឈឺហើយវាធ្វើឲ្យយើងធ្វើអីមិនកើតឡើងចង់ធ្វើអីហ្មងប្រិមិត្តរបស់យើងណាគេងក៏ពិបាកអង្គុយក៏ពិបាកធ្វើចលនាអីផ្សេងហ្នឹងប្រិមិត្តរបស់យើងបាទជាពិសេសបញ្ហាសរសៃបាទគៀបសរសៃស្វិតសរសៃខ្សោយសាច់ដុំបញ្ហាគេងមិនសូវលក់បងប្អូនយើងណាប្រិមិត្តរបស់យើងអាចញ៉ាំបានជាពិសេសគឺបញ្ហាពាក់ព័ន្ធជាមួយនឹងបញ្ហាដូចថាជំងឺ stress អីហ្នឹងបងប្អូនយើងណាបាទវាចាប់ផ្ដើមកើតមានឡើងហើយបងប្អូនអញ្ចឹងប្រិមិត្តរបស់យើងគឺអាចញ៉ាំបានជាមួយនឹងសេសាមីន ABC បញ្ហាបេះដូងបញ្ហាអីក៏ដោយបងប្អូនណាហើយជាពិសេសហ្នឹងគឺអ្នកដែលគាត់មានបញ្ហាដុំសាច់ដុំខ្លាញ់ឬក៏គីសព្រោះឥឡូវហ្នឹងគឺយើងអាចនិយាយបានថាប្រឈមច្រើនបាទមិនថាស្រីមិនថាប្រុសទេក៏ថាចំណែកអាហារអីផ្សេងហ្នឹងគឺអាចធ្វើឲ្យយើងងាយប្រឈមមុខជាមួយនឹងបញ្ហារឿងគីសរឿងអីហ្នឹងបងប្អូនយើងណាអញ្ចឹងប្រិមិត្តគឺអាចញ៉ាំបានជាមួយនឹងសេសាមីន X ABC ដែលជាជម្រើសដ៏ល្អបំផុតបាទសម្រាប់សុខភាពរបស់លោកអ្នកអញ្ចឹងមួយកំប៉ុងហ្នឹងគឺតម្លៃ$75ប៉ុន្តែគុណភាពធានាជូនឲ្យគឺនៅល្អដូចដើមបងប្អូនយើងណាឲ្យតែមានផ្លាក logo របស់ ABC ដូចអ្វីដែលយើងបញ្ជាក់ជូនអញ្ចឹងសម្រាប់ ABC មួយគឺយើងផ្ដោតសំខាន់គឺទៅលើការលក់ដែលផ្ដោតសំខាន់ទៅលើគុណភាពជូនដល់អតិថិជនបងប្អូនយើងណាបាទចឹងប្រិមិត្តអាចទៅមកបានបាទបន្តទៀតបាទចាបន្តទៀតយើងមាននៅចាពងមាន់សំពៅនេះបងប្អូនសម្រាប់ពងមាន់សំពៅនេះវិញម្សិលមិញបងប្អូនយើងគាត់កំងទិញច្រើនពេលមុនគាត់សាកតែមួយផ្លានទេបងសាឡាដល់ពេលតែគាត់ហូបទៅព្រោះធម្មតាបងប្អូនរបស់ធម្មជាតិហើយនឹងរបស់ដែលយើងទិញពីផ្សារវាខុសគ្នារសជាតិខុសគ្នាចាយប្រូតេអ៊ីនក៏ដូចជាវីតាមីនដែលយើងទទួលបានក៏ខុសគ្នាដែរគាត់ហូបដូចថាពីផ្សារមកវាធម្មតាដល់ពេលគាត់ហូបពងមាន់សំពៅនេះមានកម្លាំងទលាឆ្ងាញ់អត់ទេឆ្ងាញ់មែនបងប្អូនយើងឲ្យមាន់នេះគឺអត់មានព្រើឈ្មោលទេណាបងប្អូនធម្មជាតិពួកគេសុខភាពល្អគេអីចឹងទៅការចិញ្ចឹមហ្នឹងគឺមកត្មងប្រឹងគេមកត្មងណាបាទហ្នឹងហើយចាចឹងបងប្អូនយើងត្រូវការពងមាន់សំពៅមីចាក្នុង10ហ្នឹងគឺតម្លៃ20,000រៀលបងប្អូនយើងត្រូវការទិញអាចតាក់ទងមកបានឬក៏អាចភ្ជាប់ជាមួយនឹងម្សៅបន្លែលួងលោមរបស់ ABC អានេះជាស្ដេចអាហារបងស្ដេចបន្លែមកស័ក្តិសមបងសម្រាប់អ្នកដែលគាត់មានចាស់ឬក៏ក្មេងៗដែលគាត់ចូលចិត្តញ៉ាំបន្លែផ្លែឈើបាទអូល្អហ្មងប្រិមិត្តរបស់យើងណាប្រិមិត្តចឹងចាប់ពីក្មេងអាយុ6ខែទៅគឺញ៉ាំបានហើយបងប្អូនរបស់យើងណានិយាយពីក្លិនឈ្ងុយព្រោះសិតតែស្ដេចបន្លែរបស់ពិភពលោកមានដូចជា kale broccoli spinach ណាមច្ឆាសាគូពោតបារាំងបងប្អូនរបស់យើងណាទៅសក់អីហ្នឹងបងប្អូនរបស់យើងដែលល្អសម្រាប់សុខភាពបាទរាងកាយរបស់លោកអ្នកផ្ទាល់តែម្ដងប្រិមិត្តរបស់យើងណាជាមួយនឹងខាងស្ដេចបន្លែលួងលោមរបស់ ABC នេះប្រិមិត្តរបស់យើងណាជួយទៅដល់សុខភាពរាងកាយរបស់បងប្អូនរបស់លោកអ្នកបាទជាពិសេសហ្នឹងគឺសម្បូរទៅដោយវីតាមីនសារធាតុរ៉ែជាច្រើនជួយសម្រួលដល់ការបន្ទុកបង់ជួយបញ្ចូលជាតិស្ករក្នុងឈាមជួយគ្រប់គ្រងសម្ពាធឈាមឲ្យរាងកាយរបស់យើងដំណើរការបានល្អជួយបង្កើនដល់ការចងចាំការពារការភ្លេចភ្លាំងជួយដល់ថ្លើមជួយដល់កលៀនជួយដល់ភ្នែកបាទការពារជំងឺបេះដូងការពារជំងឺមហារីកបងប្អូនរបស់យើងញ៉ាំទៅធ្វើឲ្យសុខភាពល្អហើយកម្លាំងម៉ាស់សាច់ដុំល្អចង់មកកំប៉ុងនេះគឺតម្លៃតែ$23ទេបងប្អូនរបស់យើងណាចឹងប្រិមិត្តដែលគាត់ត្រូវការទិញអីគឺអាចទៅបានហើយធានាថាបងប្អូនញ៉ាំទៅគឺឈ្ងុយឆ្ងាញ់ត្មងឆុងទឹកក្តៅក៏បានដាក់ទឹកត្រជាក់បានដាក់ក្នុងសាឡភេសជ្ជៈមុខម្ហូបឬក៏ភេសជ្ជៈអីក៏បានដែរបងប្អូនយើងទៅដល់គូស្រស់មួយទៀតដូចដាក់ទៅដល់គូស្រស់កាន់តែឆ្ងាញ់កាន់តែបន្ថែមរសជាតិបងប្អូនយើងណាវីតាមីនបូកប្រិមិត្តរបស់យើងចឹងបងប្អូនដែលគាត់ត្រូវការទិញតាក់ទងបានអត់អូនបាទហ្នឹងហើយចឹងគ្រប់មុខគ្រប់ផលសុខភាព ABC ប្រិមិត្តជួយទិញបងប្អូនយើងទិញជាពិសេសនេះសម្រាប់កាដូថ្ងៃចូលឆ្នាំខាងមុខដាក់បងប្អូនយើងទិញជូនទៅដល់មនុស្សជាទីស្រឡាញ់របស់លោកអ្នកដើម្បីហៅថាដូចយើងជូនពើឲ្យគាត់អាយុវ័យសុខភាពល្អចឹងណានឹងបងប្អូនយើងអាចតាក់ទងបានជួយផលបងប្អូនយើងហើយដើម្បីឲ្យវិទ្យុយើងដំណើរការតទៅមុខទៀតប្រិមិត្តណាបាទហ្នឹងហើយបងប្អូនហើយយើងក៏បាននៅ commission អីខ្លះអីចឹងទៅបងប្អូនយើងណាហ្នឹងហើយចឹងអាចទៅបានលេខរបស់ចានីបាទ17 23 24 25បាទលេខរបស់សូឡាបងប្អូនយើង010 499 499មាន Telegram មានបរោះមិនអីចង់និយាយថាមានឡានមួយគ្រឿងដែលគាត់បើកបំពេញចាបើកបំពេញបែបម៉េចបងប្អូនយើងបាទគឺគាត់ផ្លូវមកលេងគាត់វ៉ាឡាន2អីចាមកលេងហើយវ៉ាឡាន2នៅក្រុងហ្មងនៅក្រុងឯងមិនមែននៅក្រុងឯងបងនៅខេត្តនៅស្រុកចានៅស្រុកអីចាំតិចបងប្អូនលេងវ៉ាឡាន2ទៅត្មងឃើញគឺស្រាវខ្លាំងមែនតានបើសិនជាឡានមួយអីម្នាក់ដែលស្រីដែលបើកកិច្ចហ្នឹងគឺជាមនុស្សស្រីទៀតចង់និយាយថាពីគេមិនខានទេគឺជាមនុស្សស្រីដែលបើកកិច្ចហ៎បងបើសិនជាគាត់អត់កិច្ចគឺចំពីមុខមកបងប្អូនចាំមើលវីដេអូហ្នឹងហើយស្រាវចានីឃើញហើយឡើងស្រាវហ្មងថាហេតុអីបានជាអ្នកដែលបើកបរមួយចំនួន
អត់គោរពច្បាប់ចរាចរណ៍ នឹងហើយនេះគ្រោះថ្នាក់បបបយើងណាពួកនេះយើងតាមដានស្ដាប់ ABC មួយរយៈពេលនេះបបបយើងកំពុងធំស្លាប់5នាក់បងប្អូនអាហ្នឹងឬតកងឡានធំងួយគេងហើយនេះដែលព័ត៌មានកំពុងតែល្បីមួយទៀតនៅបាត់ដំបងមួយទៀតនោះចាអើយបងប្អូនហើយស្មាទោសមើលតាកម្មវិធីទាំង50សពយកទៅបូជាហើយជាពិសេសមេនតឹមគ្នានោះស្លាប់5នាក់សំខាន់ស្ត្រីមានផ្ទៃពោះមួយទៀតណាតាបងស្រីហ្នឹងនៅ6គាត់មានផ្ទៃពោះនៅក្នុងនោះមួយទៀតបងប្អូនហើយមើលតារូបភាពទាំង50យកទៅបូជាហើយណ៎ធំខ្លាំងមែនតើនេះវីដេអូនៅកប៉ើតណានេះបងប្អូនយើងនៅកប៉ើតនេះបងប្អូននេះបងសាឡាឃើញទេចាចាំភ្លេចបងប្អូនយើងណាចាំមើលវីដេអូនេះបន្ទាប់ពីបងដែលគាត់ម្ចាស់ account នេះគាត់បាន share វីដេអូនឹងហើយគាត់បាន take ទៅខាងស្នងការនគរបាលខេត្តកំពតបានចាគាត់បានទៅសេថាចាំតិចបងប្អូនណាចានេះដាក់ពីដើមឲ្យបងប្អូនយើងចាំមើលតិចចាវ៉ាគឺសាហាវមែនតើដែលគាត់បានសរសេរថាថ្ងៃទី30មីនា2026វេលាម៉ោង 3:30 នាទីរសៀលអ្នកបើកបរយានយន្តស្លាកលេខភ្នំពេញ 3G1506 ត្រូវមកទទួលខុសត្រូវតាមផ្លូវច្បាប់ហើយបាន take ទៅស្នងការនគរបាលខេត្តកំពតម៉ែឲ្យស្មាទោសឲ្យមេននៅចិត្តនឹងទៀតនៅគៀកផ្លូវដែរណាបងប្អូនមើលរូបភាពនេះឃើញទេហើយគំនូចរាចរណ៍នេះគឺបើនិយាយពីច្បាប់ចរាចរណ៍វិញគំនូលើកជាប់នេះគឺហាមវ៉ាជ័យឬក៏ជន់នេះឲ្យមកឡងកដាលហ្មងនិយាយទៅសមើលទៀតមិនមែនឡានទូចទេណាបងប្អូននេះនេះគឺគាត់ចូលផ្លូវគេមកលេងពេញហ្មងហ៎បងអូយនឹងឲ្យស្មាទោសចង់និយាយចេះលោកពូម៉ូតូនោះបើថាយើងជិះទៅមិនស៊ូនឹងដោយទាំងគាត់ឲ្យគាត់គ្មានដឹងឲ្យមើលគាត់អត់ហ៊ានជិះផ្លូវកស៊ូណានោះគាត់ចូលដល់ផ្លូវក្រហមបានន័យថាផ្លូវម៉ូតូហ្នឹងគឺគាត់អត់ជិះគាត់ធ្លាក់ផ្លូវហ្មងបងប្អូនបែរគាត់ចរាចរណ៍រងថ្ងៃឡាននេះចឹងពេកឬក៏មិនទេណាបងប្អូនគាត់អត់ហ៊ានជិះផ្លូវកស៊ូឲ្យលោកពូម្នាក់នេះគាត់ឃើញគាត់ខ្លាចគាត់កិច្ចតែមួយចម្ងាយហ្មងណ៎សុកចិត្តទៅជិះផ្លូវដីហុយណានេះឲ្យឡាននេះប្រញាប់ជិះទៅនេះហើយមិនដឹងព្រលឹងគាត់មិនអាម៉ាទេលោកអើយឡាននេះចង់និយាយថាធម្មតានេះគេកំពុងជិះចូលលេងរបស់គេនេះអាឡានដែលគាត់ជិះត្រូវផ្លូវនេះគឺគាត់ចូលកន្លងរបស់គាត់ត្រូវហើយតែអាឡានដែលគាត់វ៉ាមកខាងទៀតមកនេះគឺគាត់ចូលអាកន្លងឡានរបស់គេដែលត្រឹមត្រូវបាននេះតែមកពេញមុខមកឡានគេមកហើយគេមានកំណុកហៅថាហាមវ៉ាហាមចែកប្រិមិត្តរបស់យើងពួកកន្លែងនេះទីប្រជុំជនហើយមានផ្លូវបត់ចាលើកបត់ផ្លូវមកច្រើនណាឃើញផ្លាកមិញនេះផ្លាកចរាចរណ៍យ៉ាងនេះឃើញកន្លែងហ្នឹងគឺគេនេះផ្លាកសញ្ញាប្រុងប្រយ័ត្នបាទផ្លាកសញ្ញាពណ៌លឿងនេះគឺបានន័យថាពីគាត់ពីនោះមកក៏ឃើញផ្លាកសញ្ញាមួយហ្នឹងដែរបងស្រានេះផ្លាកសញ្ញានេះគឺប្រុងប្រយ័ត្នទីប្រជុំជនហ្មងណាចាបាទទីប្រជុំជនផ្លូវអ្នកភូមិកន្លែងហ្នឹងប្រិមិត្តរបស់យើងណាដល់កោឲ្យស្មាទោសឲ្យគៀកជាមួយនឹងកន្លែងរោងធ្វើប៉ុនមិញហ្នឹងគៀកគ្នានេះមកចង់និយាយថាបុកគៀកកន្លែងរោងធ្វើប៉ុនហ្នឹងស្មាទោសមិនស្រួលឡាននេះហ្នឹងមិនដឹងទៅណាទេមានតែប្រាវចូលទៅកន្លែងធ្វើប៉ុននោះតែហ្មងទៅកន្លែងមេននោះតែហ្មងបងប្អូនវាបើកបំពេញពេកបងប្អូនណាហ្នឹងហើយឃើញវីដេអូនេះហើយមានអារម្មណ៍ថាហេតុអីជាការสนองពរវិញបងស្លាមជាការสนองពរឲ្យព្រោះគាត់នេះគាត់ប្រហែលជាបើកបរដឹកអវ៉ាន់ឬក៏ដឹកតំណែងឲ្យគេហើយអញ្ចឹងสนองពរដល់ម្ចាស់ក្រុមហ៊ុនដែលគាត់រើបុគ្គលិកខាងតកងឡាននេះទី1គឺផលិតលើបានបើកបរហ្នឹងហើយទី2គឺតេស្តទឹកនោមផងព្រោះគាត់បើកទាំងបំពេញបែបនេះគ្រោះថ្នាក់និយាយដឹកឃើញរឿងផ្លូវទៅកំពង់ធំថ្ងៃមុននេះដែលរឿងថាតកងឡានហើយយើងលេះថាងួយគេងដឹងងួយគេងមែនឬក៏មិនប្រិមិត្តបើយើងណាពួកស្មាទោសជនគ្រួសារហើយចម្លើយស្រេចទៅលើមាត់របស់គាត់និយាយដែលថាគាត់ងួយគេងទៅតែជីវិតគេ5នាក់ដែលស្លាប់ប្រិមិត្តហើយបងប្អូនបើយើងមើលពេលដែលគ្រូសាធ្វើបុណ្យមើលអាណាថតយើងណាដែលជីវិតស្លាប់គ្មានថ្ងៃអាចវិញបានហើយតែយើងសងអីគេរឿងផ្លូវទៅខេត្តហ្នឹងបងយើងជួបបាត់ពិសោធន៍មួយក៏នឹងក្រុមការងារបើយើងចេះស្ដែងពេលនេះយើងទៅខេត្តទៅសៀមរាបបងប្អូនយើងអាហ្នឹងសម្រាប់ឡានធំមួយចំនួនទេនិយាយទៅគឺគាត់អត់ឲ្យយើងវ៉ាហ្មងអត់ឲ្យយើងវ៉ាបងប្អូនយើងពេលហ្នឹងក៏នងទៅហ្នឹងគឺក្រុមការងាររបស់យើងហ្នឹងគឺបើកឡានជួយទៅគឺតកងឡានហ្នឹងស្មាទោសចរិតរបស់គាត់ហ្នឹងគឺឆ្លើយមែនតើបងប្អូនយើងហើយមុននឹងពេលដែលថាយើងសុំវ៉ាហ្នឹងគឺយើងបានបើកភ្លើងថាសុំឲ្យគាត់ដឹកអញ្ចឹងថាយើងទៅតែគាត់អត់ឲ្យវ៉ាអូនគាត់ឲ្យដាច់ខាតឲ្យទោះបីជាផ្លូវហ្នឹងតលាយក៏ដោយហើយដល់តែពេលដែលយើងរឿងចង់យើងសុំភ្លើងគាត់ទៅប្រិមិត្តអារឿងរើទៅវ៉ាគាត់គាត់បើកគៀកមកបិទហ្មងបិទឲ្យយើងទៅប្រិមិត្តរបស់យើងរហូតដល់តែពេលដល់ផ្លូវបែកកំពង់ធំមកពេលដែលគាត់ទៅផ្លូវផ្សេងហ្នឹងបានយើងទៅនិយាយទៅវ៉ាគាត់ឲ្យបានហ្មងដូចមិនដឹងថាម៉េចទៅចរិតនឹងចរិតមួយចំនួនដែលយើងជួបផ្ទាល់ណាប្រិមិត្តរបស់យើងនេះបានថាអញ្ចឹងបានដូចករណីឡានធំខ្លះដូចករណីសេរីមិញអញ្ចឹងដែលសេរីបង្ហាញវីដេអូមិញអញ្ចឹងចុះប៉ះប្រិមិត្តរបស់យើងបើមកមុខមកបន្តិចទៀតឬក៏គេហៅថាមិនអាចទៅណារួចអញ្ចឹងបើយើងជៀសទៅស្មាទោសវាមិនត្រូវអ្នកនៅចិត្តផ្លូវនៅខាងហ្នឹងចាវាប៉ះពាល់តែគេដែលគ្រប់ច្បាប់ចរាចរណ៍ចាសំខាន់ខុសខ្លួនឯងពេលប៉ះពាល់តែឯងមិនអីតែវាប៉ះពាល់ដល់គេដែលដឹងអីនេះអូយមួយរយៈនេះបងប្អូនមើលព័ត៌មានរឿងចរាចរណ៍ពិតជួគួរឲ្យខ្លាចមែនបងប្អូនហើយដូចមើលរូបភាពនៅកំពង់ធំ ABC បើយើងក៏ទទួលបានហើយតែមកនិយាយថាងួយគេងខ្លួនឯងងួយគេងមកផាំងទៅហើយបើផ្លូវទៅខេត្តឥឡូវដូចយើងនិយាយចឹងក៏ក្រុមគេបើយើងទៅខេត្តឥឡូវសឹកអីតាការ៉ាសាំងអីគេអនុញ្ញាតឲ្យយើងចូលចាក់សាំងហើយយើងឈប់សម្រាកយើងគេងបានតើបានចាឧទាហរណ៍អញ្ចឹងបើសិនជាយើងងួយខ្លាំងអីចឹង
ហើយដូចនៅបាត់ដំបងបងប្អូនបើយើងឃើញរូបភាពកំពង់ធំនេះហើយមានបាត់ដំបងនោះទៀតតែ6នាក់ទាំងកូននៅក្នុងផ្ទៃនិយាយទៅដូចមកគ្រួសារហ្នឹងទាំងអស់តែហ្មងទាំងអស់និយាយទៅវាប៉ះពាល់ទាំងអស់ហើយសំខាន់មានអ្នកទាំងនៅក្នុងនឹងទៀតហ្នឹងហើយចាឲ្យសូមបន្ថែមបន្តិចបងសាឡាពាក់ព័ន្ធជាមួយនឹងករណីដែលជនីបានចាក់មុននឹងនៅខាងខេត្តកពតណាចាបន្ទាប់ពីមានការគាត់ម្ចាស់ឡានដែលគាត់បើកចង់និយាយថាម្ចាស់ឡានដែលគាត់ជិះត្រូវនេះគាត់ឃើញទស្សនវិជ្ជាបែបហ្នឹងហើយគាត់ក៏បានសរសេរផុសដូចជានេះបានប្រកាសមុនហ្នឹងបានថេកទៅខាងស្នងការនគរបាលខេត្តកំពតចាឲ្យលោកខាងស្នងការនគរបាលខេត្តកំពតក៏បាន share វីដេអូហ្នឹងបន្តហើយបានដាក់ caption ថាសូមអរគុណក្នុងករណីឡាននេះស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពតយើងខ្ញុំនឹងធ្វើការខាត់រថយន្តនោះមកធ្វើការអប់រំនៅការិយាល័យចរាចរណ៍ផ្លូវគោកបន្ទាប់ពីវីដេអូហ្នឹងគឺផុសបានរយៈពេល1 ម៉ោងព្រោះរឿងហ្នឹងកើតហេតុម្សិលមិញណាបាទកើតម្សិលមិញម្សិលមិញឥឡូវនេះគឺជនីបានអាប់ដេតបានមើល page របស់ស្នងការនគរបាលខេត្តកំពតគឺបានខាត់ទាំងម្ចាស់រថយន្តទាំងអ្នកបើកបរហើយនឹងរថយន្តហ្នឹងគឺបានមកហើយបាទចាគាត់បានសរសេរថារថយន្តដែលបើកបំពានច្បាប់ចរាចរណ៍និងប្រមាថអាយុជីវិតអ្នកបើកបរដទៃទៀតត្រូវបានយកមកធ្វើការនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៅពេលមកដល់ស្នងការដ្ឋាននឹងធ្វើការតេស្តរោគសារធាតុញៀនមុនគេចានេះហើយជួបភ្នែកហ្នឹងមែនហ្នឹងហើយបងនេះអ្នកដែលបើកមុនហ្នឹងចាដែលបងប្អូនបើយើងបានគ្រូថ្នាក់ណាឃើញហ្នឹងហើយបងប្អូនយើងមកនេះភ្នំពេញ 3G15 06បងប្អូនណានៅថ្ងៃវិធានការក្តៅសង្ឃឹមថាលោកពូសមាជិកទាំងអស់និយាយទៅថាដាក់ផាកឲ្យច្រើនហ្មងនិយាយទៅវាសំចិត្តណាបងប្អូននិយាយតាមត្រង់នេះជាឃាតករលាក់មុខហ្នឹងហើយឃាតករលាក់មុខបងប្អូនចឹងបានដូចយើងមើលហានិភ័យប្រិមិត្តអ្វីដែល ABC អាសានិយាយកន្លងមកថាយើងមានកម្មវិធីការឬក៏កម្មវិធីអីដែលយើងធ្វើរោងនៅចំណីផ្លូវគ្រូថ្នាក់ពួកយើងស្មាតទៅដូចកន្លែងដូចរោងប៉ុនរោងអីមិញដែលយើងមើលវីដេអូវីដអីមិញបើដល់គៀកកន្លែងមុខបងប្អូនយើងណាបលានមកពីបច្រាស់បើគាត់មកចឹងដឹងកិច្ចទៅណាទេបងទូប្រាវចូលទៅត្មងហ្នឹងថ្នាក់វាទាំងអស់ណាបានវាទាំងទៅទាំងមកគឺហានិភ័យខ្លាំងមែនតើនៅមានទៀតបងប្អូនយើងបន្ទាប់ពីឃើញករណីដែលគ្រោះថ្នាក់ចរាចរណ៍វារន្ធត់ប្រហែលថ្ងៃនេះវាជាប់គ្នាពេកប្រហែលជា4 ម៉ោងមុនគឺឃើញเพจរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកក៏បានសរសេរ status មួយក៏បានចេញនៅសារពាក់ព័ន្ធជាមួយនឹងករណីចរាចរណ៍នឹងដែរនៅបាត់ដំបងហ្នឹងឯងឥឡូវអាចារ្យសូមអានសំណេររបស់សម្ដេចតែម្ដងនៅក្នុង account ឈ្មោះថាហ៊ុនម៉ាណែតខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡើងនៅយប់ថ្ងៃទី27ខែមីនាឆ្នាំ2026នៅស្រុកមោងឫស្សីខេត្តបាត់ដំបងដែលមានមនុស្សចំនួន6នាក់បានស្លាប់រួមទាំងទារកនៅក្នុងផ្ទៃមេដាផងដែរដែលបង្កឡើងដោយរថយន្តមួយគ្រឿងចាក់បុកពួកគាត់ហើយរត់គេចខ្លួនបាត់ជាមួយនឹងការសម្ដែងការសោកស្ដាយដល់ជនរងគ្រោះមានបងប្អូនមួយចំនួនក៏បានសម្ដែងការព្រួយបារម្ភអំពីការដែលប្រព្រឹត្តមិនអាចទទួលបានមិនត្រូវបានទទួលទោសដោយសារមានគ្រួសារជាមន្ត្រីជាដំបូងខ្ញុំសូមចូលរួមមរណទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង6នាក់និងសូមវិញ្ញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះខ្ញុំបានចេញបទបញ្ជាឲ្យឯកឧត្តមកើនរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនិងឯកឧត្តមសថេតអគ្គស្នងការនគរបាលជាតិត្រូវធ្វើការស្រាវជ្រាវឲ្យម៉ត់ចត់បំផុតនិងឲ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដដែលបុកមនុស្សស្លាប់ទាំង6នាក់នេះហើយអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះក្នុងពេលជាមួយគ្នានេះផងដែរខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិនៅខ្មែរយើងនៅពេលខាងមុខនេះខ្ញុំសូមរំលឹកឡើងវិញផងដែរចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹងដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃនិងទៅមកទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងដោយបានអនុវត្តនៅពេលកន្លងមកគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញខេត្តជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឲ្យម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរនឹងត្រូវធ្វើដំណើរទៅស្រុកកំណើតឬក៏ដំណើរកម្សាន្តនៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិបាទអរគុណច្រើនបងប្អូនរបស់យើងណាបាទអញ្ចឹងយើងចិត្តចូលដល់ចូលឆ្នាំប្រពៃណីជាតិខ្មែររបស់យើងបាទអញ្ចឹងការធ្វើដំណើរទៅស្រុកកំណើតអីហ្នឹងប្រិមិត្តរបស់យើងណាហើយបងប្អូនដែលគាត់ស្ដាប់ ABC របស់យើងរាល់ឆ្នាំនិយាយទៅដូចយើងតែនិយាយថាបើធ្វើការថ្ងៃចូលឆ្នាំមកសឹងតែហត់ជាថ្ងៃធម្មតា 2-3 ដងបងប្អូនសារមូលហេតុអីគ្រោះថ្នាក់ច្រើនបងប្អូនណាពេលព្រឹករហូតដល់ថ្ងៃដល់យប់នោះបុកគ្រោះថ្នាក់ដល់យប់គ្រោះថ្នាក់ផងវាយគ្នាផងហឹង្សាវាយគ្នាហឹង្សាដល់តែយប់បុកហើយវាយគ្នាទៀតប្រិមិត្តរបស់យើងណានឹងអ្វី ABC របស់យើងទទួលបានរាល់ឆ្នាំនេះប្រិមិត្តរបស់យើង